បាទទឹកទី1វេងសុភ័ក្រសារេពូវេងសុភ័ក្របានប្រាក់រង្វាន់ហើយ3ទឹកចាំមើលមិនវិញគីឡូ63កន្លះទាត់ជើងក្រោមមួយរបស់វេងសុភ័ក្រកាប់ខាងលើសារេពូទាត់ជើងក្រោមរបស់វេងសុភ័ក្រទ្រូងចូលបាទវាយទៅ3ទឹកទេបាទកុំវាយស្លូតពេកចូលអត់ចេញអាវុធទេទាត់ជើងក្រោមមួយរបស់វេងសុភ័ក្រទាត់ជើងក្រោមវិញបាទថ្ងៃនេះលោកគ្រូហងបាខេមក៏មកដែរបាទគាត់ផ្ដល់កម្លាំងចិត្តឲ្យកូនសិស្សរបស់គាត់ប្រហាត់ពីក្លឹបមកមិនទាន់អស់ឥឡូវមកប្រហាត់ដល់លើស្អីវៀនទៀតទាត់ជើងក្រោមលោកគ្រូថាវាយអត់បើអត់វាយទេសារក្រោយអត់ចាប់ឲ្យវាយទេកុំឲ្យបាក់ហត់ផ្ទះម្ដាយរបស់សារេភូម្ដាយទៅម្ដាយមកជង្គង់សុភ័ក្រជង្គង់សុភ័ក្រជង្គង់សារេភូជង្គង់របស់សុភ័ក្រចាប់ជាប់ជង្គង់សារេភូអត់ចូលទាត់ជើងមួយផ្លាប់បេះម្ដាយសងមួយទៀតអត់ចូលទៀតធ្វើម៉េចតម្រៃថ្វាយផ្កាសអនិចិត្តអត់ចូលបេះរំងប្រចាំអត់ចូលដែរទាត់ជើងក្រោមកាប់គល់រំជួយមេឃបេះម្ដាយរំងប្រចាំពីរដៃរបស់សារេភូមួយកែងទៀតអីយើទាត់មួយជើងចូលរបស់សុភ័ក្រកណ្ដាប់ដៃសអនិចិត្តចាប់ចាក់ជង្គង់របស់សុភ័ក្រជង្គង់អូយបាទមកជង្គង់អំបញ្ញមិញនេះបាទឆ្ងាញ់ដូចហ្គេនស្បឺកបាទអូបាទវេងសុភ័ក្រនិយាយពីសំណាងនោះបាទវេងសុភ័ក្រថ្ងៃនេះសំណាងណាលោករីគីបាទដឹងក្លឹបវេងសុភ័ក្រនៅណាអត់បាទនៅទៅហ្នឹងទល់មុខហ្នឹងបាទទល់មុខហ្នឹងហើយទល់មុខហ្នឹងនៅខណ្ឌអីខណ្ឌកបូលបាទអញ្ចឹងឥឡូវនេះលោកអភិបាលខណ្ឌបាទទស្សនាផ្ទាល់ជូនវេងសុភ័ក្រ$100ស្មើ$40,000បន្ថែមទៀតណែអូបាទ$80,000រៀលបាត់សុភ័ក្របាទនេះមកជង្គង់មិញ$40,000ថែមនេះមកជង្គង់ប៉បមកជង្គង់នេះចាក់ចូលមុខគឹបមកគ្រាន់តែមកជង្គង់នេះភ្លាមបាទលោកអភិបាលខណ្ឌកំពូលថា$40,000ទៀតស្មើ$40,000មិញខំអូបាទថា$40,000ខ្ញុំចូលរួមដែរបាទ$40,000ពីរដង80,000អាហ្នឹងឲ្យតែខំប្រឹងបាទអាដាមទ្រុងអេលីត$50,000ទៀត$90,000បាទអញ្ចឹងក្រែលដែរក្រែលទៅអត់តែយើងខំបាទហើយអ្វីដែលសំខាន់នេះបាទ Gensberg យើងនេះបាទអញ្ចឹងយើងដល់ជុំនេះបាទធីរ៉ាមិញនេះគាត់បាន30%ហើយបាទអញ្ចឹងដល់ផុតជុំទី2បានមកកណាត់ឡើងជុំ3បាន1ទាំងមូលអរគុណប្រកោទុនទីបន្តជូនដល់គណៈកម្មការបច្ចេកទេសប្រកាសលទ្ធផលជាផ្លូវការចាត់សូមអរគុណបងកោក្រហមវេងសុភ័ក្រឈ្នះគណៈកោបង្គោលខៀវដោយគណៈកោបង្គោលខៀវសន្លប់នៅក្នុងទឹកទី1បាទអបអរសាទរកីឡាករនៃព្រះរាជាណាចក្រកម្ពុជាវេង